ឯកឧត្តមហេងស៊ូរដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនារុស្ស៊ីថ្ងៃអាទិត្យទី24ខែឧសភាឆ្នាំ2026បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន8នាក់ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី23ខែឧសភាកន្លងទៅហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតនិងមន្ទីរពេទ្យជាតិតេជោសន្តិភាពក្នុងឱកាសជួបជាមួយអ្នករងរបួសនិងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺនៅមន្ទីរពេទ្យនីមួយៗឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះព្រមទាំងបានសាកសួរសុខទុក្ខពីស្ថានភាពសុខភាពខណៈដែលក្រុមគ្រូពេទ្យក៏បាននឹងកំពុងពិនិត្យព្យាបាលដោយការយកចិត្តទុកដាក់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក៏បាននាំយកនៅផ្លែឈើនិងថវិកាមួយចំនួនឧបត្ថម្ភចំពោះអ្នករងរបួសទាំងអស់សម្រាប់ដោះស្រាយការលំបាកខ្វះខាតនិងបានជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់សូមឲ្យបានឆាប់ជាសះស្បើយនៅមន្ទីរពេទ្យកាឡាម៉ែតឯកឧត្តមរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខមន្ត្រីមួយរូបដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចុះបំពេញបេសកកម្មការងារនៅក្នុងខេត្តពោធិ៍សាត់ផងដែរទន្ទឹមនឹងនេះឯកឧត្តមហេងស៊ូបានណែនាំឲ្យបេឡាជាតិសន្តិសុខសង្គមបសសបន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសម្របសម្រួលជាមួយមន្ទីរពេទ្យនិងដោះស្រាយរាល់ទុក្ខលំបាកដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានការគាំពារនិងអត្ថប្រយោជន៍នានាស្របតាមច្បាប់ជាធរមានសូមបញ្ជាក់ជូនថាជនរងគ្រោះសរុបចំនួន9នាក់កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ក្នុងនោះនៅមន្ទីរពេទ្យកាឡាម៉ែតចំនួន6នាក់មន្ទីរពេទ្យជាតិតេជោសន្តិភាពចំនួន2នាក់និងម្នាក់ទៀតនៅមន្ទីរពេទ្យព្រះកុសុមៈហើយដែលឯកឧត្តមរដ្ឋមន្ត្រីបានចាត់ឲ្យថ្នាក់ដឹកនាំក្រសួងចុះសួរសុខទុក្ខកាលពីថ្ងៃទី23ខែឧសភាកន្លងទៅបច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នករងរបួសនៅមន្ទីរពេទ្យទាំង3នៅរាជធានីភ្នំពេញក៏កាន់តែប្រសើរឡើងវិញហើយ